សូមធ្វើការនមស្ការក្រាបថ្វាយបង្គំទៅដល់ព្រះថេរៈគ្រប់ព្រះអង្គនិងធ្វើការសមានភាពស្រឡាញ់រាប់អានទៅដល់ព្រះវស្សោគ្រប់ព្រះអង្គទាំងអស់ផងដែរហើយក៏សូមចម្រើនពរទៅដល់សប្បុរសជនញាតិមិត្តជិតឆ្ងាយទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ផងដែរអញ្ចឹងនេះគឺជាទស្សនីយភាពនៅក្នុងអារាមដ្ឋានវត្តបន្ទាយជ័យមង្គលដែលស្ថិតនៅក្នុងភូមិទី6ឃុំកំពង់ត្រៀសស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំហើយនេះគឺជាទិដ្ឋភាពក៏ដូចជាសកម្មភាពទាំងស្រុងដែលក្រុមព្រះសង្ឃក៏ដូចជាក្រុមជាងហើយនឹងតាកំពុងតែធ្វើការឈូសឆាយដីនិងចាក់សាបបេតុងនៅក្នុងទីបរិវេណវត្តដែលទីតាំងគឺជុំវិញព្រះវិហារហើយដូចញាតិញោមបានឃើញអញ្ចឹងសកម្មភាពគ្រឿងចាក់ត្រាក់ទ័រហ្នឹងគឺឈូសឆាយរំលែងដីធ្វើដីឲ្យស្មើសិនហើយចាំយើងនឹងធ្វើការចាក់សាបពីលើហើយឃើញថាត្រាក់ទ័រនេះយើងឈូសឆាយដីព្រោះដីហ្នឹងគឺវាដុះស្មៅហើយយើងធ្វើដៃហ្នឹងក៏ពិបាកដែរវាចំណាយពេលយូរអញ្ចឹងគឺយើងប្រើគ្រឿងចាក់ជួលគ្រឿងចាក់គេមករុញដីសិនទៅហើយចាំយើងមកចាក់សាបតែម្ដងអញ្ចឹងគម្រោងនៃការចាក់សាបនេះគឺយើងចាក់ទីបរិវេណជុំវិញព្រះវិហារខាងលិចមុខព្រះវិហារហ្នឹងខាងលិចព្រះវិហារគឺយើងចាក់រួចរាល់ហើយអញ្ចឹងយើងនៅទីបរិវេណខាងត្បូងហើយជ្រុងខាងកើតហើយនឹងជ្រុងខាងជើងបន្តទៀតហើយដូចញាតិញោមបានឃើញនេះគឺជាជ្រុងខាងត្បូងព្រះវិហារហើយជ្រុងខាងត្បូងព្រះវិហារនេះគឺមានជាសួនច្បារមានជាបង្គោលហើយក៏មានផ្លូវកវ៉ាត់ជុំវិញព្រះវិហារតែម្ដងហើយយើងចាក់ទុកបង្ការពេលខាងមុខដើម្បីយើងធ្វើបុណ្យឆ្លងនៅកាន់អង្គយើងខាងមុខនេះអញ្ចឹងយើងធ្វើតែចំណុចណាដែលបន្ទាន់ទេញាតិញោមពុទ្ធបរិស័ទហើយព្រះវិហារយើងបានធ្វើរួចរាល់ជាស្ថាពរហើយក៏ប៉ុន្តែនៅថវិកាយើងនៅមិនទាន់សងគេអស់ទេយើងនៅជាពាក់ថ្លៃជាងថ្លៃសម្ភារៈអីជិត$10000ទៀតឯណោះក៏ប៉ុន្តែយើងនៅឆ្លៀតធ្វើបន្ទាន់នេះដូចជាសួនច្បារហើយនឹងផ្លូវកវ៉ាត់ជុំវិញព្រះវិហារដូចញាតិញោមបានឃើញអញ្ចឹងយើងធ្វើចាំបាច់ជាមុនសិនហើយការធ្វើសួនច្បារការធ្វើចាក់សាបបេតុងនេះហើយវត្ថុបំណងនៃខ្ញុំគណៈអាត្មាភាពធ្វើនោះគឺដើម្បីបូជាទៅដល់គុណបរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃអញ្ចឹងយើងបូជាទៅដល់គុណបរតនត្រ័យហើយធ្វើនេះក៏មានបង្កប់អត្ថន័យដែរហើយមិនមែនចេះតែធ្វើទៅអត់ទេញាតិញោមអញ្ចឹងដូចជាការរៀបចំជាសួនច្បារជាបង្គោលភ្លើងចាក់សាបនេះក៏បូជាដល់គុណបរតនត្រ័យហើយក៏យើងមានន័យនៅក្នុងការធ្វើនេះទៅទៀតដោយការធ្វើនេះគឺនៃថែរក្សាបរិស្ថានយើងមានតាមសួនហ្នឹងមានឈើប្រណិតដូចជាឈើធ្នង់ឈើចទាលឈើក្រញូងជាដើមហើយមួយជួរទៀតគឺយើងដាក់ឈើត្របែកព្រៃញោមណាហើយខាងក្រោមហ្នឹងគឺយើងដាំជាប្រភេទផ្កាម៉ោង8ម៉ោង10អញ្ចឹងបូជាទៅដល់គុណបរតនត្រ័យហើយ យើងចូលរួមថែរក្សាបរិស្ថាន
អភិរក្សបរិស្ថានរបស់យើងអញ្ចឹងយើងគាំពៀយើងថែរក្សានៅបរិស្ថានធនធានធម្មជាតិរបស់យើងញាតិញោមអញ្ចឹងព្រៃឈើនៅស្រុកខ្មែរយើងចិត្តអស់ហើយអញ្ចឹងមានតែតាមវត្តតាមវាលហ្នឹងទេតែយើងអភិរក្សទុកឲ្យក្មេងចំនួនក្រោយហ្នឹងគ្នាឲ្យស្គាល់ទៅថានេះប្រភេទឈើប្រណិតឈើអ្វីហ្នឹងដល់ពេលធំទៅយើងបែកផ្លាកបែកអីដាក់ឲ្យក្មេងៗចំនួនក្រោយហ្នឹងគ្នាស្គាល់ហើយគ្នាបានមកទស្សនាបានមកលេងកម្សាន្តញាតិញោមទំនេរអញ្ចឹងទៅចូលមកថ្វាយអង្គមព្រះសម្មាសម្ពុទ្ធហើយយើងដើរកម្សាន្តហើយយើងមានការហាត់ប្រាណទៀតអាហ្នឹងអញ្ចឹងញោមដើម្បីសុខភាពរបស់យើងដើម្បីថែរក្សាបរិស្ថានរបស់យើងហើយយើងធ្វើជាទុកសម្រាប់នៅប្រើប្រាស់ទីនេះជាកំណត់ទ្រព្យជាមរតកយើងនៅទីនេះផងដែរញោមណាហើយក៏យើងមានការបូជាទៅដល់គុណរតនត្រ័យទាំង3នឹងឯងហើយកាលពីដើមឡើយនៅទីបរិវេណជុំវិញព្រះវិហារខាងត្បូងខាងកើតព្រះវិហារហ្នឹងសុទ្ធសឹងតែព្រៃហើយមានភ្នោខ្មោចហ្នឹងចែកដីហ្នឹងកប់ជុំវិញហ្នឹងតែម្ដងខ្ញុំណាវាបាត់សម្រស់វាបាត់សោភ័ណភាពវត្តហើយសិតតែព្រៃហើយសិតតែភ្នោខ្មោចនៅទៅទៀតពេលដែលចូលមកហ្នឹងញាតិញោមខ្លះគាត់មានការខ្លាចរអាហើយអ្នកខ្លះហ្នឹងគាត់មកបន្តបងមូតលីមូតនៅលើភ្នោនៅលើព្រៃហ្នឹងទៀតក៏មានដែរញាតិញោមហើយមិនហ៊ានទាំងដើរចូលផងព្រៃក្រាស់ឡើងខ្មឹកហើយមិនដែលរៀបចំមកផងពីមុនមកញោមមិនហ៊ាននឹងដើរកាត់ទៀតខ្លាចសត្វអាសិរពឹសពុះក្អែបអីផ្សេងហើយញញើតនៅក្នុងការដើរទៅទៀតហើយដល់ពេលអញ្ចឹងទៅខ្ញុំគណៈអាត្មាភាពមកទីនេះរៀបចំញាតិញោមបានឃើញអញ្ចឹងយើងរៀបចំការពីមុនព្រៃភ្នោខ្មោចហើយឥឡូវនេះប្រែទៅជាសម្រស់ស្រស់ស្អាតមានទីធ្លាមានទាំងកវ៉ាត់ផ្លូវមានទាំងបង្គោលភ្លើងមានទាំងសួនច្បារញាតិញោមហើយយើងបានតប្រព័ន្ធទឹកយើងរៀបចំជាប្រព័ន្ធទឹកជាដាក់បាសសាំងទឹកបូមទឹកពីស្រះមកហើយតាមសួនហ្នឹងគឺយើងតប្រព័ន្ធទឹកហើយកាច់ទឹកក្បាលរមណីហ្នឹងមកគឺយើងមានទឹកមកដល់ហ្នឹងតែម្ដងស្រួលហើយអញ្ចឹងជាជំហានជាបន្តបន្ទាប់ហើយការធ្វើនេះយើងចាក់ស្អាតទៅចាក់សាបអញ្ចឹងទៅលែងមានស្មៅលែងមានដុះហើយយើងមើលឃើញតែសួនច្បារទេហើយនឹងដើមឈើប្រណិតទេញាតិញោមអញ្ចឹងឃើញថាការកសាងនៅក្នុងអារាមដ្ឋានវត្តបន្ទាយជ័យមង្គលនេះគឺតើតែចូលរួមសហការពីពុទ្ធបរិស័ទទាំងប្រសង់ទាំងប្រសក់ហើយតួយ៉ាងគឺសង្គមមួយរីកចម្រើនទៅបានតើតែថ្នាក់ដឹកនាំនឹងជួយគិតគូរជួយដឹកនាំដើម្បីឲ្យរីកចម្រើនសង្គមជាតិក៏ដូចឆ្នោះដែរភូមិឃុំក៏ដូចឆ្នោះដែរហើយតួយ៉ាងវត្តអារាមក៏ដូចឆ្នោះដែរតើតែមានមេវត្តគ្រូចអធិការនឹងលោកជួយគិតគូរខ្នះខ្នែងដឹកនាំប្រម៉ែប្រមូលញាតិញោមពុទ្ធបរិស័ទបណ្ដុះនៅគុណធម៌បណ្ដុះនៅភាពសាមគ្គីភាពរវាងគ្នានឹងគ្នាទើបញ៉ាំងវត្តនឹងឲ្យរីកចម្រើនឲ្យរុងរឿងបានហើយការចូលរួមខ្ញុំគណៈអាត្មាភាពនេះគ្រាន់តែមានគំនិតផ្ដួចផ្ដើមគិតគូររៀបចំទេក៏ប៉ុន្តែថវិកានៅលើពុទ្ធបរិស័ទខ្ញុំគណៈអាត្មាភាពក៏ចូលរួមខ្លះដែរมันមានជាច្រើនទេក៏ប៉ុន្តែតាមលទ្ធភាពដែលអាចជួយទៅបានហើយញាតិញោមគាត់មានស្មារតីចូលរួមឧបត្ថម្ភថវិកាបច្ច័យលុយកាក់នឹងដើម្បីចូលរួមកសាងនៅសមិទ្ធផលផ្សេងនៅក្នុងអារាមដ្ឋានវត្តយើងហ្នឹងក៏ដូចញាតិញោមមកឃើញហើយកាលពីមុនវត្តមិនទាន់បានរីករុះលូតលាស់ល្អចឹងទេសិតតែព្រៃសិតតែភ្នោខ្មោចហើយសំណង់ហ្នឹងមិនទាន់ជាមានរបៀបរៀបរយស្ដាប់ធ្នាប់ល្អទេហើយឥឡូវនេះមកបច្ចុប្បន្នចាត់ទុកថាយើងប្រសើរជាងមុនច្រើនហើយ
ទោះថាយើងមិនល្អជាងកន្លែងគេណាទេក៏ប៉ុន្តែក៏កន្លែងយើងឥឡូវហ្នឹងក៏វិវត្តរីកចម្រើនជាលំដាប់ហើយញោមណាហ្នឹងហើយអញ្ចឹងការធ្វើនេះជាការចាំបាច់ទុកបង្ការពេលទៅធ្វើបុណ្យឆ្លងនៅពេលខាងមុខបុណ្យកាន់អង្គនៅពេលខាងមុខនេះគឺខែ2 2026ខាងមុខគឺយើងធ្វើបុណ្យឆ្លងអញ្ចឹងយើងត្រូវការចាំបាច់រៀបចំនៅសួនច្បារនៅសាបបេតុងនេះហើយទៅបងអញ្ចឹងបើសិនជាញាតិញោមត្រូវការចូលរួមឧបត្ថម្ភជាថវិកាអាចចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លាបានជាស៊ីម៉ង់មួយបាវក្តីជាខ្សាច់មួយគីបពីរគីបឬមួយក៏គ្រួសមួយគីបពីរគីបក្តីឬមួយក៏ស៊ីម៉ង់មួយបេពីរបេក្តីតាមកម្លាំងសទ្ធាជ្រះថ្លាញាតិញោមចោះបងហើយបើសិនជាញាតិញោមចង់ចូលរួមអាចទំនាក់ទំនងតាមរយៈខ្ញុំកណាអាត្មាភាពបានបងអញ្ចឹងដូចមាននៅក្នុងទីនេះអញ្ចឹងក៏ស៊ីម៉ង់មួយបេគឺ20000រៀលមួយតោន$100បើសិនជាញាតិញោមចង់ចូលគ្រួសមួយគីប65000ជាខ្សាច់20000ញោមណាឬមួយញោមអាចចូលតាមកម្លាំងសទ្ធាចិត្តថ្លាញាតិញោមចោះហើយបច្ចុប្បន្ននេះគឺយើងបានចូលរួមសប្បុរសជនញាតិមិត្តជិតឆ្ងាយទាំងក្នុងនិងក្រៅស្រុកក៏ដូចជាក្នុងប្រទេសនិងក្រៅប្រទេសហ្នឹងបានចំនួនជាង4លានរៀលហើយប្រាក់ដុល្លារបាន$100ហើយញោមណាហើយញាតិញោមនៅមានចូលជាបន្តទៀតហើយក៏យើងត្រូវការថវិកាហ្នឹងបន្ថែមទៀតអញ្ចឹងសុទ្ធសឹងតែជាបុណ្យជាកុសលដែលយើងបានបំពេញធ្វើទុកសម្រាប់តកូនតចៅប្រើប្រាស់ជាសម្បត្តិរួមទាំងអស់គ្នាសូមអនុមោទនា